ទូស្រីរបស់យើងសម្ដែងដោយហារុអូកាវ៉ាដោយសាររឿងមួយហ្នឹងគឺជាអំពីអាតួប្រុសរបស់យើងថ្ងៃមួយហ្នឹងវាបានបើកទ្វារផ្ទះមកឆ្ងល់ថាពីណាគេមកគូសទ្វារផ្ទះវាដល់ទៅបើកមើលទៅឃើញថាក្រាអូស្រីស្អាតមកនៅមុខផ្ទះហ្នឹងធ្វើអាតួប្រុសរបស់យើងហ្នឹងបើកភ្នែកប៉ិនពងមាន់តែម្ដងហើយតួស្រីរបស់យើងណែនាំខ្លួនថាខ្លួនជាមេផ្ទះស៊ីម៉ោងចឹងហើយក៏មកបានរៀបចំផ្ទះឲ្យអាតួប្រុសរបស់យើងហើយផ្ទះអាតួប្រុសរបស់យើងហ្នឹងគឺបែបថារាយប៉ាយតែម្ដងព្រោះថាវាជាប្រភេទមនុស្សដែលចូលចិត្តលាក់ខ្លួនតែក្នុងផ្ទះអត់ចេញទៅណាអញ្ចឹងណាហើយតួស្រីយើងក៏អត់បាច់និយាយច្រើនដែរចាប់ផ្ដើមប្រតិបត្តិការងារតែម្ដងតែការប្រតិបត្តិការងារតួស្រីយើងនេះគឺវាចម្លែកខុសគេតែម្ដងព្រោះថាចាប់ផ្ដើមធ្វើការភ្លាមគឺណូលហ្មងអស់លេងដល់ចឹងហើយមានណាធីងចឹងអានោះទុបមានអីបានខ្ចាយមួយភ្លាមអីចឹងហ្មងទៅតួស្រីអត់បដិសេធទៀតហើយតួស្រីរបស់យើងក៏បានរៀបចំផ្ទះហ្នឹងយ៉ាងស្អាតបាតតែម្ដងហើយក៏បានឲ្យដឹងថាតួប្រុសហ្នឹងវាគឺជាមនុស្សដែលចូលចិត្តលាក់ខ្លួនក្នុងផ្ទះហ្នឹងដោយសារតែមានការចោទប្រកាន់ថាវាមានការលាក់លៀក្រុមហ៊ុននៃចេះ1ចុះ2ចឹងណាហើយតួស្រីរបស់យើងមកថ្ងៃនេះធ្វើអារម្មណ៍របស់វាហ្នឹងគឺស្រស់ស្រាយតែម្ដងធ្វើឲ្យនឹករលឹកគិតឈឺចិត្តឲ្យតួស្រីរបស់យើងឃើញបែបនេះអាណិតក៏មានការមកបបោះអង្អែលថ្នម3អីចឹងទៅរួចហើយក៏ខ្ចាយលើខ្ចាយបែបថាឈុតធ្ងន់ដៃតែម្ដងអ្នកមើលនេះគឺបែបចុកកដៃធ្ងន់អីចឹងហ្មងណាហើយអានោះដល់ទៅពេលបានខ្ចាយញឹកចឹងហើយក៏បាននិយាយថាសេវាកម្មតួស្រីយើងគឺល្អឥតខ្ចោះចឹងហើយវានឹងប្រើសេវាកម្មតួស្រីយើងដល់រាបណាតួស្រីយើងនៅតែប្រតិបត្តិការងារមួយនេះញាក់សាច់ទៅហ្មងហើយតួស្រីរបស់យើងអូខេបាន100លើ100ហ្មងអេមកសោះបើស្វែងលើឡើងគឺជាលេខកុំភ្លេចសើចមើលចូលចឹងភ្លេចចុច like ចុច follow បងល្អមើលបង